បងប្អូនមើលស្ត្រីម្នាក់នេះគាត់ជាមួយនឹងសំណក់របស់គាត់បងប្អូនមើលគាត់រៀបចំឡានគាត់យកមកកែច្នៃធ្វើដូចជាបន្ទប់នៅក្នុងផ្ទះយើងអញ្ចឹងបងប្អូនមើលនេះហើយគាត់ធ្វើដំណើរកំសាន្តចេញពីផ្ទះម្ដងគឺមានរយៈពេល5ទៅ6ខែដោយគាត់ទៅដល់ទីណាគឺគាត់ស្នាក់នៅកន្លែងហ្នឹងទៅដល់ទីណាគឺគាត់អាចឈប់ឡានហើយក៏គាត់សម្រាកនៅទីនឹងបានព្រោះអីនៅលើឡានរបស់គាត់ហ្នឹងគឺគាត់បានកែច្នៃខ្លួនឯងផ្ទាល់មកបងប្អូនមើលនេះមានគ្រប់សពនៅក្នុងឡាននឹងតែម្ដងអញ្ចឹងហើយមើលទៅដូចជាបន្ទប់យើងអញ្ចឹងហ្មងអញ្ចឹងហើយដំណើរកំសាន្តរបស់គាត់គឺគាត់ចេញម្ដងគឺគាត់ទៅរយៈពេលយូរអញ្ចឹងណាបងប្អូនមើលនេះចាមើលនៅខាងក្នុងហ្នឹងមានទូទឹកកកមានម៉ាស៊ីនត្រជាក់បងប្អូនមានម៉ាស៊ីនត្រជាក់មានទូទឹកកកមានចក្រានបាយមានកន្លែងសម្រាប់តុសំអាងអីចឹងណាបងប្អូនមើលនេះមានមួយសពហ្មងណាមានឡាបូមានទឹកមានអីនឹងមួយសពនិយាយទៅថាដូចទៅនៅក្នុងបន្ទប់យើងអញ្ចឹងបងប្អូនមើលនេះនេះកន្លែងចក្រានបាយបងប្អូនហើយបែរមកកន្លែងខាងនេះគឺកន្លែងតុគ្រឿងសម្អាងរបស់គាត់ហើយនឹងបែរមកងាកមកខាងក្រៅនេះគឺកន្លែងសម្រាប់ធ្វើដាក់ចក្រានអីដើម្បីធ្វើម្ហូបកុំឲ្យវាហុយចូលក្នុងហ្នឹងណាបងប្អូនមើលនេះហើយអាចបត់បែនចូលទៅក្នុងបានទៀតប្រសពណាស្ត្រីម្នាក់នេះប្រសពគិតមែនណាមុនណាហើយទៅមិនបាច់ចាំជួលតែទេដើរលេងមកសបាយហ្មងនេះហើយមើលគាត់រៀបចំមើលទៅតំណងមែនទេហើយមើលនេះគិតទៅមិនគួរឲ្យជឿទេណោះហើយគ្រាន់តែជាស្ត្រីម្នាក់មើលគាត់កែច្នៃមានតាំងពីទូទឹកកកនេះបងប្អូនមានទូទឹកកកមានម៉ាស៊ីនត្រជាក់អីនេះទូទឹកកកនេះមានភេសជ្ជៈមានអីនៅខាងក្នុងនឹងទៀតអញ្ចឹងណាបងប្អូនប្រសពមែនទេប្រសពរោនឹកមែនទេហើយមើលឡានរបស់គេហ្នឹងហើយមើលទៅផ្ទះសំណាក់មិនដូរទេបងប្អូនមើលផ្ទះសំណាក់ម៉ូមិនដូរទេនេះស្អាតណាស់ពីអ្នកសំណក់របស់គាត់នឹងសំណប់ចិត្តនឹងទៅដើរលេងទៅបានគ្រប់កន្លែងព្រោះអីការត្រូវការប្រើភ្លើងអីចឹងណាបងប្អូនមើលនេះគាត់មានអាដុំនេះមួយគឺប្រើភ្លើងបានយកទៅដល់កន្លែងណាក៏បានដែរគឺអាចប្រើបានតាមដោយមិនបាច់យើងតភ្លើងតអីចឹងណាបងប្អូនបើកចេញមកគឺមានភ្លើងមានអីដែលយើងអាចប្រើទៅតាមតម្រូវការរបស់យើងអញ្ចឹងណាបងប្អូនប្រសពណាស់មើលនេះទូខោអាវបងប្អូនដាក់ខោអាវដាក់បានច្រើនទៀតមិនមែនបានតិចទេណាអញ្ចឹងដើរ3 4ខែអីក៏បានដែរអត់បញ្ហាទេបើមានសពគ្រប់អញ្ចឹងអស់ហើយហ្នឹងអញ្ចឹងអត់មានអីទេដូចទៅនៅផ្ទះដែរហ្នឹងតែគ្រាន់តែធ្វើដំណើរកំសាន្តទៅវាស្រួលអញ្ចឹងងាយស្រួលហ្មងណានិយាយទៅគ្នា2 3នាក់អីមកល្មមហ្មងមកឡាននេះស្នាក់នៅមកស្រួលហ្មងមកអេមហ្មងណាហើយមានកៅអីដាក់ទៅដល់កន្លែងណាអង្គុយនៅកន្លែងហ្នឹងយ៉ាងមកសប្បាយហ្មងបងប្អូនមកនេះហើយបើសិនជាចង់កែច្នៃដូចគាត់អញ្ចឹងល្អណាបងប្អូនមានឡានមួយមិនបាច់ស្មើទិញផ្ទះដែរនោះមិនបាច់ទិញផ្ទះក៏បានដែរអ្នកមានឡាននឹងមួយដើរលេងបានគ្រប់ទីកន្លែងងាយស្រួលទៀត